សួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាចឹងថ្ងៃនេះយើងមកផលិតសម្ភារៈល្បែងមួយដែលមានឈ្មោះថាផ្ទាំងរូបភាពអាចកំបាំងសម្រាប់របៀបលេងវិញគឺងាយស្រួលមែនតើលោកគ្រូអ្នកគ្រូគ្រាន់តែបង្ហាញរូបភាពផ្ទាំងខាងមុខនេះទៅកូនបន្ទាប់មកទៀតឲ្យកូនទាយថាតើខាងក្នុងជារូបអ្វីបន្ទាប់មកយើងអាចហូតសត្វនេះឡើងបានសម្រាប់ល្បែងមួយនេះគឺយើងអាចប្រើប្រាស់ជាល្បែងបញ្ញាអារម្មណ៍មុននឹងចូលមេរៀនហើយរបៀបលេងគឺមានច្រើនវិធីដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចច្នៃទៅតាមការគិតរៀងខ្លួនបានឥឡូវនេះយើងចូលមកដល់ពីរបៀបធ្វើសម្ភារៈទាំងអស់នេះទី1គឺយើងត្រូវមានរូបភាពទី2គឺយើងមានប្រភេទกระดาษ plastic ថ្លាបែបនេះបន្ទាប់មកទៀតគឺយើងមានកระดาษរាមរឹងទំហំ A4 ឬក៏យើងប្រើกระดาษកាតុងក៏បានដែរអានេះគឺជាប្រភេទសេមីថ្លាជាមួយនឹងសេមីរឹងប្រភេទរៀងกระดาษរឹងដែរกระดาษកាតុងដែរមានហ្វឺតមានប្រដាប់កឹបស្គុតមុខ2ស្គុតថ្លាកត្រៃកបិតឆូតជាដើមជាមួយនឹងខ្មៅដែរជាដំបូងគឺយើងត្រូវកាត់សេមីនេះឲ្យចេញជាទំហំ A4 ដោយសារតែសេមីនេះធំគឺយើងកាត់យកទំហំតែត្រឹម A4 ទេអញ្ចឹងបន្ទាប់ពីយើងកាត់រួចគឺយើងធ្វើការចោះផ្នែកខាងក្នុងនៃសេមីហ្នឹងយើងទុកកែមខាងក្រៅដូចសុំអញ្ចឹងហើយយើងចោះកដាលរបៀបក្នុងការចោះគឺលោកគ្រូអ្នកគ្រូសុំទុក2សង់ទីម៉ែត្រជុំវិញនឹងដូចសុំអញ្ចឹងទុក2សង់ទីម៉ែត្រទៅរួចហើយចាំយើងធ្វើការចោះផ្នែកខាងក្នុងហើយសម្រាប់ការចោះនេះលោកគ្រូអ្នកគ្រូអាចប្រើកបិតឆុតចោះកដាលនឹងឲ្យហើយតែម្ដងក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំស្ទាត់កត្រៃជាងអញ្ចឹងខ្ញុំចោះកបិតតែបន្តិចទេហើយខ្ញុំប្រើកត្រៃកាត់តបន្ទាប់ពីយើងចោះរួចហើយលោកគ្រូអ្នកគ្រូយកប្រភេទ plastic ថ្លាហ្នឹងមកបិទនៅផ្នែកខាងក្រោយនេះលោកគ្រូអ្នកគ្រូប្រើស្គុតមុខ2មកយើងបិទវាជុំវិញកន្លែងដែលយើងចោះហើយហ្នឹងអញ្ចឹងបន្ទាប់ពីយើងបិទរួចហើយគឺយើងយកกระดาษរាមរឹងឬក៏กระดาษកាតុងដែលមានទំហំ A4 ហ្នឹងយកមកដាក់ចូលខាងក្នុងរួចហើយគឺយើងកឹបផ្នែកខាងក្រោម2ឬក៏3គ្រាប់ទៅចាបន្ទាប់មកទៀតយើងធ្វើការបិទស្គុតផ្នែកចំហៀងហើយនឹងផ្នែកខាងក្រោមដែលយើងបានកឹបហើយនឹងប៉ុន្តែផ្នែកខាងលើគឺយើងអត់បិទស្គុតទេហើយក៏អត់កឹបដែរឥឡូវយើងចូលមកដល់រូបភាពយើងម្ដងអញ្ចឹងសេមីនេះគឺយើងអត់យកផ្នែកគៀននេះទេយើងប្រើកត្រៃដើម្បីឆូតផ្នែកគៀននឹងចេញយើងធ្វើការទុកតែផ្នែកខាងលើទេហើយសម្រាប់រូបភាពវិញគឺយើងកាត់តាមស្នាមចេញដែរព្រោះរូបភាពគឺយើងត្រូវការឲ្យទូជាង A4 រូបភាពហើយនឹងសេមីហ្នឹងគឺយើងត្រូវការទូជាង A4 ដើម្បីយើងងាយស្រួលក្នុងការសូកចូលក្នុងប្រអប់សុំយើងនោះបន្ទាប់មកទៀតគឺលោកគ្រូអ្នកគ្រូត្រូវការប្រើស្គុតមុខ2ដើម្បីបិទផ្នែកខាងក្រោយនៃរូបភាពនេះដើម្បីកុំឲ្យវារត់តិចទៀតទៅគឺយើងត្រូវកាត់សេមីហ្នឹងឲ្យស្មើនឹងទំហំរូបភាពហ្នឹងណាលោកគ្រូបន្ទាប់ពីយើងបិទស្គុតហើយយើងអាចគូរូបខាងផ្នែកខាងលើនេះបានតែយើងអត់គូរូបទាំងអស់ទេដើម្បីឲ្យកុមារទាយយើងគូតែតិចហើយនឹងក្បាលវាមកបានហើយមិនបាច់គូភ្នែកគូច្រមុះមាត់អីទេចាបន្ទាប់មកទៀតគឺយើងប្រើកត្រៃកាត់ផ្នែកដែលសល់នឹងកាត់ចេញទៅដើម្បីយើងយកទំហំតែត្រឹម A4 ទេអញ្ចឹងពេលកាត់រួចគឺយើងយករូបហ្នឹងដែលមានរូបភាពហ្នឹងយើងយកសូកទៅក្រោយហើយផ្ទាំងដែលយើងគូសហ្នឹងសូកមកខាងមុខហើយឥឡូវនេះផ្ទាំងរូបភាពអាចកំបាំងរបស់យើងគឺរួចរាល់ហើយអញ្ចឹងសម្រាប់រូបភាពផ្សេងទៀតគឺលោកគ្រូអ្នកគ្រូអាចធ្វើអញ្ចឹងដូចគ្នាតែសម្រាប់រូបសត្វតោនិងសត្វកែបនេះគឺយើងអត់គូសតាមកន្លែងកញ្ញាញហ្នឹងទេយើងគូសតែតិចហើយនឹងក្បាលវាមកបានហើយសម្រាប់រូបភាពទាំងអស់នេះលោកគ្រូអ្នកគ្រូអាចអញ្ជើញទៅយកបានពី Facebook Page សាលាមធ្យមសិក្សាគ្រូកសលមត្តេយ្យមជ្ឈិមចំនួន34អរគុណច្រើនជម្រាបលា